ខ្ញុំឈ្មោះសេងសេងណាងជានិស្សិតទើបតែបញ្ចប់ការសិក្សាពីសាលាតិចណូនៅក្នុងមហាវិទ្យាល័យវិស្វកម្មទឹកនិងបរិស្ថានខ្ញុំជ្រើសរើសខាងវិស័យទឹកស្អាតមូលហេតុដែលខ្ញុំសម្រេចចិត្តរៀនលើផ្នែកទឹកស្អាតហ្នឹងដោយសារប្រទេសកម្ពុជាយើងអត់ទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទេជាពិសេសនៅតំបន់ជនបទអាជីវករទឹកស្អាតភាគច្រើនមួយចំនួនគឺគាត់ធ្វើទៅតាមលក្ខណៈពេលខ្លះលក្ខណៈគ្រួសារពេលខ្លះធ្វើតាមតគ្នាអញ្ចឹងគាត់ផលិតទៅតាមការយល់របស់គាត់ហើយពេលខ្លះទៅក៏ទឹកនៅល្អនៅអីគាត់ចេះតែផលិតឲ្យគេប្រើអញ្ចឹងទៅដល់យើងបំរើទាំងទឹកមិនស្អាតធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋកាន់តែវាមានបញ្ហាតទៅថ្ងៃមុខទៀតអញ្ចឹងបើគាត់បានវិសាកវ័យក្មេងក្រោមការឧបត្ថម្ភឬក៏គ្រប់គ្រងពីខាងរដ្ឋាភិបាលអូស្ត្រាលីហ្នឹងគាត់នឹងអាចជួយនៅចំណុចខ្វះខាតរបស់អាជីវករទឹកស្អាតយើងបានយល់បន្ថែមទៅលើចំណុចខ្វះខាតរបស់គាត់ធ្វើម៉េចផលិតទឹកឲ្យបានស្អាតតាមស្តង់ដារខ្ញុំស្គាល់កម្មវិធីកម្មសិក្សាវិស្វករវ័យក្មេងហ្នឹងដោយសារខាងសមាគមទឹកស្អាតកម្ពុជាហ្នឹងគាត់បានទៅផ្សព្វផ្សាយនៅមហាវិទ្យាល័យរបស់ខ្ញុំទៅខ្ញុំដាក់ពាក្យមកសម្ភាសជាមួយខាង Corporate មកសម្រាប់កម្មវិធីហ្នឹងជួយផ្ដល់សិទ្ធិឲ្យស្ត្រីគាត់មានសិទ្ធិទទួលបានជំនាញបច្ចេកទេសបន្ថែមពីលើការសិក្សានៅសាកលវិទ្យាល័យរបស់គាត់ហើយបង្កើនទំនុកចិត្តរបស់គាត់នៅពេលដែលគាត់បញ្ចេញមតិជាមួយស្ថាប័នណាមួយឬក៏នៅតាមស្ថានីយ៍បងបច្ចុប្បន្នហ្នឹងខ្ញុំចូលកម្មសិក្សានៅស្ថានីយ៍ទឹកស្អាតលេងខៀវព្រៃអំបិលស្ថិតនៅឃុំព្រៃអំបិលស្រុកស្អាងខេត្តកណ្ដាលរហូតដល់ឥឡូវហ្នឹងជិត5ខែបងបានជាខ្ញុំទទួលយកនិស្សិតកម្មសិក្សាដែលចុះផ្ទាល់គឺចង់ផ្ដល់ឱកាសឲ្យគាត់ចុះអនុវត្តផ្ទាល់ស្វែងយល់នៅអ្វីដែលពួកគាត់បានរៀនយល់បន្ថែមពីការផលិតនិងការគ្រប់គ្រងទឹកស្អាតហើយទី2គឺយើងចង់ឃើញនិស្សិតជាស្ត្រីអាចចូលរួមនៅក្នុងវិស័យទឹកស្អាតបានកាន់តែច្រើនមានសមត្ថភាពដូចបុរសដែរថ្ងៃនេះគឺស្ត្រីគឺមកពីអ្នកគាត់បានធ្វើការលាយលបាយគីមីគឺ paint ឬ floor ហ្នឹងគឺត្រូវតាមការផលិតនិងតាមស្តង់ដារពីមុនមកការលាយខ្សាគីមីក៏ធ្វើតាមទម្លាប់អញ្ចឹងគឺអត់តាមក្រឹតក្រមទេតែដល់ពេលយើងមានបុគ្គលិកជាវិស្វករមកគឺគាត់មានអ្វីដែលគាត់បានរៀនបានសូត្រហ្នឹងយកមកភូមិចូលគ្នាជាមួយនឹងខាងបុគ្គលិកយើងហ្នឹងគឺធ្វើឲ្យវាបានដំណើរការល្អហើយវាត្រូវបរិមាណល្អជាងមុនបណ្ដាញនយោបាយរបស់យើងពីមុនមកយើងដាក់ទាំងការស្មានដល់ពេលដែលគាត់បានមកហ្នឹងគឺគាត់ជួយបន្ថែម preview ឡើងវិញនៅចំណុចដែលខ្វះខាតយើងអាចបំពេញបន្ថែមហើយយើងពិភាក្សាគ្នាទៅយើងអាចគិតថាវាអាចធ្វើបានច្រើនជាងមុនយើងអាចស្វែងរកទឹកបាត់បង់បានន័យថាយើងចុះទៅមើលថ្ងៃនឹងស្ទង់មើលហើយពិភាក្សាគ្នាដើម្បីយើងយកកំណត់ទាំងអស់គ្នាដើម្បីយកមកបន្ថែមទៀតថាកន្លែងណាដែលត្រូវយើងចុះរកហើយត្រូវធ្វើម៉េចដែលតាមបទពិសោធន៍របស់បុគ្គលិកយើងផ្ទាល់ផងហើយនឹងរបស់គាត់ហ្នឹងដើម្បីរកទឹកបាត់បង់យើងគិតថាយើងមុនគាត់ចុះទៅជួយមើលនៅកន្លែងស្ថានីយ៍បូមទឹកឆៅជួយបានកដប់ខាងផ្នែកម៉ូទ័រខាងអីផ្សេងដែលគាត់អាចជួយមើលតិចម៉ូទ័រយ៉ាងម៉េចអញ្ចឹងណាក្រោមការគ្រប់គ្រងពីខាងសមាគមនិងខាងគម្រោងអធិបតេយ្យហ្នឹងគឺបានប្រវត្តិពួកគាត់បានយល់ពីការថែទាំប្រភពទឹកដែរអ្វីដែលគាត់បានធ្វើហ្នឹងគឺជោគជ័យគ្រប់កន្លែងទាំងអស់សម្រាប់និស្សិតវ័យក្មេងជាស្ត្រីខ្ញុំលើកទឹកចិត្តឲ្យគាត់ជឿជាក់លើខ្លួនឯងហ៊ានឈានដើរទៅមុខលើអ្វីដែលគាត់ចង់បានជាពិសេសពេលដែលចុះមកភាពជាក់ស្ដែងទៅការងារជាអ្នកបរិញ្ញាយើងអាចធ្វើការងារនឹងបានយើងអាចរៀនសូត្រពីវាបានអញ្ចឹងយើងកុំខ្លាចឧបសគ្គព្រោះពេលដែលយើងជួបហើយវាកាន់តែធ្វើឲ្យយើងរឹងមាំជាងមុន